ស្រយ៉ាងយើងបិទវគ្គផ្ការីកហើយក្រោយយើងបើកវគ្គថ្ងៃ22ឥឡូវថ្ងៃ27ថា28យើងបិទវគ្គយើងចាប់ដើមសម្អាតផ្កាដែលសល់ចាប់ពីថ្ងៃនេះទៅมันអនុញ្ញាតឲ្យវារីកលើដើមទៀតទេបេះតម្លាក់ចោលឲ្យអស់ហើយអារីកហើយដែលជាប់លំអងកញ្ញេកញ្ញៃនេះត្រូវទៅសិតវាតម្លាក់ចុះក្រោមឲ្យអស់ទៅសិតទៅដោះវាតម្លាក់ចុះក្រោមឲ្យអស់ផ្កាដែលសល់លើដើមត្រូវតែបេះចោលឲ្យអស់កាលណាយើងបិទវគ្គផ្ការីកគឺយើងអត់បន្តទុកឲ្យវាផ្ការីកតមុខទៀតទេអត់ចាំបាច់មានទៀតទេយើងគ្រប់គ្រាន់ហើយផ្ការីកប៉ុណ្ណឹងផ្លែនឹងវាបបោហើយអញ្ចឹងរាល់ផ្កានៅលើដើមក្រោយពីយើងសន្មត់បិទវគ្គផ្ការីកត្រូវបេះចោលអស់បន្តមកទៀតអាតងតដងផ្កាកែសផ្កាស្រទាប់ផ្កាដែលរីកហើយវាបំព្រមរយហ្នឹងត្រូវតែសិតទៅដោះវាទម្លាក់មកដីមកឲ្យអស់ហើយពេលដែលធ្លាក់មកដីត្រូវតែសម្អាតពីដីហ្នឹងឲ្យអស់ដូចគ្នាដែរត្រូវតែរស់វាចេញឲ្យស្អាតការពារគីឡូមានភ្លៀងកក់ខែមកវាអើបទឹកវារក្សាសំណើមយូរនៅនឹងដីដោយសារកតិកទីហ្នឹងវាជប់ទឹកពេលមានភ្លៀងមកអញ្ចឹងនេះជាតិចនិចបិទវគ្គផ្ការីកផ្កាទាំងអស់ដែលនៅលើដើមដែលមិនតន់រីកយើងអត់ទុកបន្តវារីកទេគឺបេះតម្លាក់មកអស់អញ្ចឹងបេះមកហើយទៅសិតអាលំអងកញ្ញោមវាអីទាំងឡាយទាំងពុងដែលវាមិនធ្លាក់ហ្នឹងមកអស់ហើយសំបាញ់ថ្នាំជំងឺមួយជើងទៀតគេបាញ់ថ្នាំជំងឺហៅបាញ់លៀងកតុយជាកតុយសអញ្ចឹងយើងធ្វើរបៀបហ្នឹងដើម្បីងាយស្រួលក្នុងការគ្រប់គ្រងលើកលែងតែដើមណាដែលយើងមាន2សេរីមានន័យថាមេឃណាដែលឲ្យវារីកយើងបិទវគ្គតាមមេឃមួយទៅតែបើដើមនេះយើងអត់មានញែកជាដើមទេមានញែកជាមេឃទេយើងញែកជាដើមមានដើមហ្នឹងវារីកទាំងអស់មកល្មមហើយតែបើដើមណាខ្លះយើងញែកជាមេឃណារីកមុនមេឃមួយហ្នឹងมันអនុញ្ញាតឲ្យផ្កាដតេផ្សេងទៀតទេរីឯមេឃផ្សេងទៀតមិនតន់រីកទុកឲ្យវារីកទៅមុខទៀតចោះអានេះគេបិទវគ្គតាមមេឃបើសិនជាផ្កាយើងអត់ស្រស់មាន2សេរីអីក្នុងដើមតែមួយគឺយើងអនុវត្តរបៀបហ្នឹង